សម្ដេចបវរធិបតីហ៊ុនម៉ាណែតជួបសួរសុខទុក្ខពលរដ្ឋជាង1200គ្រួសារដែលបានជំនះដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍5000ដើមសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជារសៀលថ្ងៃច័ន្ទទី23ខែមិថុនាឆ្នាំ2025បានជួបសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋដែលបានជំនះដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍5000ដើមចំនួន1282គ្រួសារស្មើនឹង3850នាក់សម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តព្រះវិហារព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួនមកពីបណ្ដាតំបន់ប្រឈមហានិភ័យតាមបណ្ដាព្រំដែនក្នុងភូមិសាស្ត្រស្រុកជួមសានមកកាន់មណ្ឌលសុវត្ថិភាពនេះជាស្មារតីទទួលខុសត្រូវនិងបង្ការជាមុនចំពោះសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបន្តថារាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិប្រកាន់ជំហរការពារអធិបតេយ្យភាពជាតិដោយសន្តិភាពជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង4ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីដោះស្រាយបញ្ហាព្រំដែនឲ្យបានចប់ជាស្ថាពរជូនប្រជាពលរដ្ឋខ្មែរជំនាន់នេះនិងជំនាន់ក្រោយៗទៀត